ជំរាបសួរពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានរឿងមួយទៀតហើយដែលប្រិយមិត្តយើងបានចែករំលែកមកខ្ញុំណាគាត់ថារឿងនេះគឺជារឿងមួយដែលអស់សំណាយផងអីផងចឹងទៅបងប្អូនគឺគាត់បាននិយាយថាការគាត់នៅក្មេងម្ដាយគាត់ហ្នឹងបានប្រើគាត់បានប្រើគាត់ឲ្យធ្វើជ្រូកបរិសាយើងអត់មានម្ហូបអាហារអីចឹងណាអញ្ចឹងគឺគ្រួសារគាត់ហ្នឹងគឺក្រសត់ណាស់បងប្អូនណាក្រខ្សត់បានគេឲ្យជ្រូកមួយនឹងមកតែជ្រូកនឹងមិនធំទេបងប្អូនជ្រូកនឹងទូចដែរទេបន្ទាប់មកក៏ម្ដាយនឹងក៏បានប្រើអាដែងបាទឈ្មោះគាត់ឈ្មោះអាដែងណាបងប្អូនទូប្រុសយើងណាហើយបន្ទាប់មកម្ដាយគាត់ហ្នឹងបានកូនជ្រូកហ្នឹងមកពីអ្នកចិត្តខាងយកមកឲ្យគាត់ធ្វើម្ហូបដោយសារឃើញគាត់អត់គ្មានអញ្ចឹងទៅក៏បានអ្នកចិត្តខាងយកឲ្យមកគាត់ធ្វើម្ហូបឆៃអញ្ចឹងណាបាទហើយគាត់ក៏ខ្លួនគាត់ក៏ចាស់ណាស់ទៅហើយអញ្ចឹងក៏គាត់មិនហ៊ានធ្វើខ្លួនឯងទេបន្ទាប់មកគាត់ក៏បានប្រើកូនគាត់ដែលឈ្មោះអាដែងហ្នឹងប្រិយមិត្តចាំស្ដាប់ទាំងអស់គ្នាគាត់បានហៅកូនគាត់អាដែងហ្នឹងគឺហៅមកធ្វើជ្រូកហើយគាត់ថាអាដែងអាដែងបាទហើយបន្ទាប់មកក៏អាដែងហ្នឹងគឺក៏បានថ្លែងថាបាទហើយក៏ម្ដាយអាដែងហ្នឹងក៏គាត់បាននិយាយថាមកនេះមកម៉ែមានជ្រូកមួយឲ្យធ្វើយើងថ្ងៃនេះមានម្ហូបឆ្ងាញ់ហើយកូនបន្ទាប់មកក៏អាដែងហ្នឹងគាត់បានយកជ្រូកហ្នឹងយកមកធ្វើបាទយកមកធ្វើអីចឹងណាហើយម្ដាយហ្នឹងក៏បានផ្ដាំថាកូនណាកូនឯងពេលធ្វើជ្រូកហ្នឹងកូនឯងអាលក៏វាដាច់មកណាកុំទុកវារស់បន្ទាប់មកអាដែងក៏បានឆ្លើយប្រាប់ថាបាទម៉ែចាខ្ញុំអាលដាច់បាទអញ្ចឹងបងប្អូនយល់ណាកន្លែងអាដាច់ចឹងនឹងអាដាច់ចឹងម៉េចហើយបន្ទាប់មកក៏ម្ដាយនឹងថាកុំឲ្យវារើរួចកូនតែរើរួចយើងអំបិលហើយតែមកកូនក៏ថាមិនអីទេម៉ែខ្ញុំនឹងអាលក៏វាដាច់បងប្អូនហើយអាលកនេះមិនអាលកធម្មតាទេគឺអាលដាច់បាច់ផឹងបដ ாய் ម្ដាយហ្នឹងក៏អស់ក៏អស់សំណាយផងហើយក៏គោះទ្រូងផាំងទៅសួរថាកៃកូនឯងធ្វើជ្រូកដល់ថ្នាក់ហ្នឹងអញ្ចឹងណាហើយអាដែងហ្នឹងក៏បានឆ្លើយថាម៉ែប្រាប់ឲ្យខ្ញុំអាកជ្រូកដាច់ឥឡូវខ្ញុំអាដាច់ហើយមិនក៏ម៉ែស្ដីបន្ទោសខ្ញុំម្ដាយហ្នឹងក៏បាននិយាយថាគាត់មិនបានស្ដីបន្ទោសអីឲ្យកូនទេគ្រាន់តែវាអស់សំណាយផងគ្មានអ្នកណាធ្វើជ្រូកឬកូនអាកឡើងដាច់យ៉ាងនេះទេហើយអាកូននោះគាត់ថាចុះបើម៉ែប្រើឲ្យខ្ញុំអាកជ្រួយដាច់ខ្ញុំអាដាច់ឥឡូវខ្ញុំខុសមែនម្ដាយថាម៉ែមិនថាស្ដីបន្ទោសឲ្យកូននោះទេគ្រាន់តែឲ្យកូនយល់ថាគេធ្វើជ្រូកគេអត់មានធ្វើដល់ថ្នាក់ដាច់នោះទេអាកដាច់នោះទេកូនធ្វើអីក៏ដោយឲ្យយល់ពីបរិស័កធ្វើជ្រូកធ្វើអីក៏ដោយគ្មាននរណាម្នាក់គេអាកដាច់នោះទេម្ដែងយល់ពីកន្លែងម៉ែដែលប្រាប់នោះផងណាដែលនោះក៏គាត់បាននិយាយថាខ្ញុំយល់ឲ្យម៉ែថ្ងៃក្រោយបើម៉ែមានជ្រូកឬក៏មានអីទៀតម៉ែយកមកឲ្យខ្ញុំមកនឹងធ្វើឲ្យម៉ែទៀតដើម្បីបានឆៃទាំងអស់គ្នាម្ដាយនោះគាត់បាននិយាយថាម៉ាក់នេះឯងលេងហ៊ានឲ្យធ្វើហើយដោយសារឯងធ្វើម្ដងដាច់កជ្រូកអញ្ចឹងមានអីទេមានតែលើកក្រោយបើសិនជាម៉ែឲ្យធ្វើជ្រូកធ្វើអីក៏ដោយកូនអាអីក៏ដោយកុំឲ្យដាច់អញ្ចឹងឯងអញ្ចឹងរឿងនេះមិនមានច្រើនទេបងប្អូនណាប្រិយមិត្តគឺមានតែប៉ុណ្្នឹងទេដែលគាត់ចែករំលែកនេះមកខ្លីដែរអរគុណសម្រាប់ការទស្សនា Channel YouTube ខ្ញុំ